ពួកឯងជាតែនិយាយទៅពួកឯងជាអ៊ូតគ្នារឿងកាត់ក្តីទៅឯងជាអ៊ូតគ្នារឿងកាត់ក្តីទៅប្រជាពលរដ្ឋអញដឹងអស់ហើយហើយឆ្មាប្រជាពលរដ្ឋអញដឹងមែនឯងមិនបាច់ញាក់ឈ្មោះញាក់នាយតនគេអ៊ូតរឿងលុយឡានណាប៉ុន្តែនេះព្រះអញ្ញានឹងចៅក្រមកលាមជីឯងអ៊ូតគ្នារឿងកាត់ក្តីពួកឯងអាងឯងហាត់តលេខាឯងហាត់តលេខាឯងជក់ញើសឈាមប្រជាពលរដ្ឋអញឯងជាហាត់តលេខាយកលុយឯងជាហាត់តលេខាយកលុយមកសំណុំរឿងអញប្រាប់ពួកឯងពី10000ទៅ20000បានឯងចុះហាត់តលេខាឲ្យហត់ញើសឈាមពីប្រជាពលរដ្ឋអញឯងមើលហើយអញចង់សួរលោកតូលោកកតរិតអញសួរតែកាន់ការងារហ្នឹងឯងលោកឯងមានដឹងថាកូនចៅលោកឯងពុកកលួយលោកឯងមានដឹងថាមកសំណុំរឿងកូនចៅលោកឯងហត់ញើសឈាមពីប្រជាពលរដ្ឋប្រមាណនេះបងប្អូនលោកឯងមានដឹងទេខ្ញុំប្រាប់ចៅក្រមមួយព្រះអញ្ញាមួយកាន់សំណុំរឿងម្នាក់10សំណុំរឿងប៉ុណ្ណោះ20សំណុំរឿងប៉ុណ្ណោះ5-10នាទីកាត់5សំណុំរឿងហើយឯងហ្នឹងឯងរកយុទ្ធធម៌ជូនប្រជាពលរដ្ឋអញបានដែរបើឯងអត់មានមើលកំណត់ហេតុហ្នឹងឯងមកមើលតែរបាយការណ៍នៅដៃមេធាវីកែអស់ហើយហ្នឹងមេធាវីនេះកែខ្មៅមកជាសទៅជាខ្មៅម្ចាស់ដីខ្លះជាចន់រកគ្រូអុកញ៉ាខ្លះជាម្ចាស់ដីឯងកែអស់ហើយហ្នឹងហើយតំណែងមួយពួកឯងបើឯងមិនជញ្ជក់ញើសឈាមពីប្រជាពលរដ្ឋអញគ្មានឯងមានលុយណាទៅទិញតំណែងអញប្រាប់ពួកឯងសូម្បីតែពួកឯងដូរព្រះអញ្ញាខេត្តតាកែវដូរមកខេត្តកណ្ដាលក៏ឯងរត់ការអស់800000ទៅ1លានដែរបានឯងបានដូរហើយបើឯងមិនជក់ញើសឈាមពីប្រជាពលរដ្ឋអញបានលុយពីណារាប់លានឲ្យទៅលោកកើតហើយអង្គភាពប្រឆាំងពើពុកលួយនេះទៀតទៅជក់ញើសឈាមពីប្រជាពលរដ្ឋគ្មានការបើកស៊ើបអង្កេតមន្ត្រីពន្ធនាគារហើយនឹងព្រះអញ្ញារឿងចៅក្រមស៊ើបសួរបានតែដឹកនាំអាងតាម៉ែអូននៅពីក្រោយដឹកនាំពួកឯងរងថ្ងៃនេះអញមិនជាតែថាទេអញឈឺចិត្តអញឈឺចិត្តអញឈឺចិត្តអញនិយាយទៅអញរងថ្ងៃនេះប្រជាពលរដ្ឋអញសល់តែភ្នែកទេសម្រាប់យំឯងមើលរឿងអយុត្តិធម៌នៅសង្គមឯងមានមើលទេហើយប្រជាពលរដ្ឋមិនបាច់ឲ្យរៀនច្បាប់ឯងកូនមិនបាច់ឲ្យរៀនច្បាប់ឯងចង់រៀនឲ្យច្បាប់ឲ្យចប់សាលាបណ្ឌិតច្បាប់អង់គ្លេសទៀតក៏មកធ្វើចៅក្រមឬក៏មកធ្វើមេធាវីមិនបានផងបើតែចង់ធ្វើមានលុយទិញសញ្ញាបត្រច្បាប់មានលុយទិញកៅអីណាកៅអីចៅក្រមទិញកៅអីចៅក្រមហ្មងកៅអីព្រះអញ្ញាទិញកៅអីព្រះអញ្ញាហ្មងអាហ្នឹងបានធ្វើហើយបើថាមានជំនាញវិជ្ជាជីវៈត្រឹមត្រូវប្រឡងងាប់ប្រឡងជាប់ផងប្រឡងងាប់ប្រឡងជាប់ផងហើយឯងជាចុះហាត់ឡាយខាទៅឯងជាចុះទៅឯងចុះហើយឯងចេញសាលិកាការពារឯងចុះហើយឯងចេញសាលិកាការពារចុះពួកអាចមរាយអស់ឯងឥឡូវហ្នឹងឯងមកឯងចេញសាលិកាការពារមកដី73ទីតាំងឯងចេញសាលិកាការពារឲ្យអាប៉ូលីសទាហានមួយចំនួនឯងមកការពារទឹកដីមកពួកឯងកុំធ្វើបានតែជាមួយប្រជាពលរដ្ឋខ្មែរអញឯងជាមួយជនបរទេសជាមួយជនស្លៀនពានឯងអត់មានហ៊ានសោះហ្មងឯងហើយអាសម័យនេះវុទ្ធនីចុយម្នាយហ្មងដឹកនាំអាងឹតអាងងមនុស្សដឹកនាំតាមមនុស្សល្ងងខ្លៅដឹកនាំឲ្យពិបាកគេសុកចិត្តឲ្យចោលដឹកនាំកុំឲ្យមនុស្សល្ងងខ្លៅដឹកនាំមនុស្សល្ងងខ្លៅដឹកនាំអន្តរាយវិនិច្ឆ័យប្រទេសជាតិវិនិច្ឆ័យដល់អស់បឹងប៊ូព្រៃសម្បត្តិធនធានធម្មជាតិយកមកទៅសម្បត្តិផ្ទាល់ខ្លួនហ្នឹងលេងបងប្អូនមើលអាហ្នឹងឯងមនុស្សល្ងឹតល្ងងដឹកនាំបើឲ្យចោលដឹកនាំខ្ញុំប្រាប់បើចោលដឹកនាំក្រសួងលួចតែសំរៈក្រសួងទេបើមនុស្សល្ងងដឹកនាំជក់បរិយទៅបោះទៅឆេះក្រសួងអស់លេងពួកឯងវាមុំណាប៉ុន្តែពួកឯងវាចិត្តអស់ពេលវេលាហើយបងប្អូនបន់ឲ្យបងប្អូនភ្ញាក់រលឹកឡើងឲ្យបងប្អូនភ្ញាក់រលឹកឡើងហើយបងប្អូនកុំភ្លេចចន់ក្រុមមួយក្រុមតចលនាតស៊ូរំដោះជាតិដើម្បីប្រមូលផ្ដុំកម្លាំងផ្ដួលរំលំរបបនឹងឲ្យវិនិច្ឆ័យតន់ហន់បងប្អូនមិនធ្វើចឹងទេកូនបងប្អូនចៅបងប្អូនកើតមកជំនាន់ក្រោយវិច្ចធានាជាងយើង10ដងទៀតអរគុណបងប្អូន